សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់វគ្គបន្ទាប់នៃសាច់រឿងល្បឿន20បន្ទោលដោយសពដងចឹងមុននឹងការចាប់ផ្ដើមសាច់រឿងរបស់យើងដែរគឺខ្ញុំចង់ឲ្យអ្នកជួយ Subscribe មកលើ Channel របស់ខ្ញុំផងជា Comment ជា Like ផងដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំដែរតោះទៅតាមអ្នកនរគ្នាថាតើសាច់រឿងបន្តនឹងទៅជាយ៉ាងណានៅពេលដែលលោក Gaiden ព្យាយាមបញ្យល់ជីវរបស់យើងទាក់ទងនឹងកម្លាំងធាតុឬក៏ធម្មពលបន្ទាប់មកលោក Gaiden ក៏បន្តនិយាយទៀតថាកម្លាំងស្នូលរបស់ឯងគឺទាក់ទងនឹងល្បឿនខាងបម្លាស់ទីគឺខ្ពស់មែនតើក៏ប៉ុន្តែក្នុងឡុងពេលដែលឯងធ្វើវានោះដែរឯងអាចនឹងធ្វើអ្វីផ្សេងទៀតបន្ទាប់មកលោក Gaiden បន្តនិយាយទៀតថាបន្ទាប់ពីច្រើនឆ្នាំមកតើសមត្ថភាពរបស់ឯងនឹងរីកចម្រើនមែនទេកាន់តែខ្លាំងជាងមុនមែនទេតើអត់ជីវគាត់ទៅលើហើយគឺធ្វើមុខបែកលើហើយក៏បាននិយាយទៅវិញថាអឺនៅពេលដំបូងគឺខ្ញុំអាចប្រើសមត្ថភាពរបស់ខ្ញុំបានត្រឹមតែម្ដងឲ្យគត់ក្នុងមួយថ្ងៃហើយក្នុងម្ដងនោះគឺខ្ញុំប្រើបានតែប្រហែលជា1 second តែប៉ុណ្ណោះបន្ទាប់មកជីវបន្តនិយាយទាំងទៅមុខបែបភ្ញាក់ផ្អើលទៅកាន់លោក Gaiden ថាក៏ប៉ុន្តែឥឡូវខ្ញុំអាចប្រើវាបានរហូតទៅដល់ទៅ3ឬក៏5នាទីក្នុងមួយថ្ងៃហ្នឹងហើយនិយាយទាំងលើកដៃផងនិយាយផងធ្វើឲ្យលោក Gaiden នោះគឺធ្វើមុខបែបចឹងមែនបន្ទាប់មកលោក Gaiden ក៏បាននិយាយទៅកាន់ជីវវិញថាយើងគិតថាអំឡុងពេលដែលឯងខ្លាចនឹងការប្រើប្រាស់សមត្ថភាពរបស់ឯងនោះចឹងឯងមិនបានប្រើវាច្រើននោះទេល្អហើយបន្ទាប់ពីយើងបានស្ដាប់ប្រវត្តិរបស់ឯងមកគឺយើងដឹងថាឯងគឺមិនបានវឹកហាត់វាបន្ថែមទៀតនោះទេហើយយើងយល់តាំងពីឯងបានព្យាយាមដាក់សមត្ថភាពរបស់ឯងមកប៉ុន្តែបន្ទាប់មកយូបានសួរលោក Gaiden ទាំងឆ្ងល់ទៅវិញថាតើអ្នកដែលមានសមត្ថភាពពិសេសហ្នឹងតើពួកគេត្រូវវឹកហាត់ដើម្បីឲ្យសមត្ថភាពរបស់គេកាន់តែរីកចម្រើនមែនទេបន្ទាប់មកលោក Gaiden និយាយទាំងជឿជាក់ទៅវិញថាហើយក៏បានសួរទៅជីវវិញថាមានមនុស្សជាច្រើនដែលមិនចង់ទទួលបាននូវភាពរឹងមាំជាមួយសមត្ថភាពពិសេសបែបនេះមែនទេពួកគេអាចធ្វើអ្វីបានដែលពួកគេចង់ធ្វើអ្នកគ្នាឡើយនេះបើយើងនិយាយពីតាមអត្ថបទរបស់គេស្ដាប់ទៅនឹងឆ្កោទៀតតែអត្ថន័យដែលគេចង់និយាយនេះដែលលោក Gaiden ចង់និយាយនេះគឺចង់ប្រាប់ជីវថាយើងត្រូវតែហាត់ផ្សំតែយើងត្រូវតែវឹកហាត់បន្ថែមទៀតដើម្បីឲ្យអ្នកដែលមានសមត្ថភាពពិសេសហ្នឹងគឺកាន់តែមានការរីកចម្រើនទៅមុខទៀតហើយនៅពេលដែលគេរីកចម្រើនទៅគេអាចនឹងធ្វើអ្វីដែលគេចង់ធ្វើអញ្ចឹងណាអ្នកគ្នាអស់ហើយមកចង់បញ្ជាក់មានប៉ុណ្ណឹងទេតោះយើងទៅតាមសាច់រឿងយើងបន្តទៀតឬឯជីវនោះវិញនៅពេលដែលលឺហើយគឺធ្វើមកបែកឆ្ងល់ហើយក៏ងាកទៅម្ខាងទៀតហើយក៏សួរទៅលោក Gaiden វិញថាពិតមែនទេក៏ប៉ុន្តែខ្ញុំនៅតែចង់ដាក់សមត្ថភាពរបស់ខ្ញុំរាលោក Gaiden នៅពេលបានឮសម្ដីរបស់ជីវហើយក៏បានឆ្លើយទាំងងាយស្រួលទៅវិញថាល្អអញ្ចឹងឯងគឺជាលក្ខខណ្ឌពិសេសហើយបន្ទាប់ពីនិយាយចប់แล้วក៏បានឮសម្ដីថាគ្រូហ្នឹងហើយគឺសម្ដីពោះរបស់ជីវដែលគាត់កំពុងតែឃ្លានគឺពោះគាត់គោឡើងលឺហើយលឺដល់លោក Gaiden នោះគឺលឺមែនតើគឺធ្វើមុខបែបញាប់ផ្អើលមែនតើហ្នឹងហើយបន្ទាប់ពីបានបញ្ចេញសម្លេងហើយជីវនិយាយទាំងអៀនទៅវិញថាសុំទោសពីរឿងហ្នឹងផងខ្ញុំអត់ទាន់បានញ៉ាំអីទេបន្ទាប់ពីអាហារពេលល្ងាចហើយហ្នឹងហើយលោក Gaiden នោះគឺខឹងមែនតើធ្វើមុខបែបខឹងមែនតើនិយាយថាយើងកំពុងតែនិយាយរឿងសំខាន់ផងមកកោពោះអីណាមួយសន្ទុះក្រោយជួបានក្រោកឡើងក៏បានដើរទៅចក្រានបាយដើម្បីយកនំប៉័ងបន្ទាប់មកក៏បាននិយាយថាចាំមួយផ្លែតខ្ញុំទៅយករបស់អីមកញ៉ាំតិចសិនហ្នឹងហើយបន្ទាប់ពីបាននំប៉័ងមកដល់ដៃហើយជួបានយកនំប៉័ងមួយចំណិតពីថង់ដើម្បីញ៉ាំក្រោយមកបន្ទាប់ពីរយញ៉ាំហើយក៏លើសម្លេងគ្រូហ្នឹងហើយសម្លេងនោះគឺសម្លេងរបស់លោក Gaiden ម្ដងដែលគាត់កំពុងតែឃ្លានដូចគ្នាបន្ទាប់ពីលើហើយជីវបានងាកទៅដល់លោក Gaiden នោះដែរក៏ប៉ុន្តែលោក Gaiden គាត់ឃើញហើយគឺធ្វើមុខបែបរៀងអៀនតិចដែរងាកទៅម្ខាងហ្នឹងហើយជីវគឺមិនបានអងយូរនោះទេក៏បានយកចំណីសត្វចាក់ឲ្យលោក Gaiden នោះដែរហើយក៏និយាយថាលោក Gaiden លោកគួរតែញ៉ាំដែរហើយដោយសារលោកមិនបានញ៉ាំអីនោះទេបន្ទាប់ពីអាហារពេលល្ងាចហើយដូចខ្ញុំដែរហ្នឹងគាត់ទៅបែបនោះភ្លាមលោក Gaiden ក៏បានអន់មុខចុះធ្វើមុខបែបរៀងអន់ចិត្តជាមួយខ្លួនឯងដែរហើយបានគិតក្នុងចិត្តថាមិនគួរឲ្យជឿសោះយើងត្រូវតែមកស៊ីចំណីសត្វនេះដដែលរាជវនៅពេលដែលបានឃើញហើយគឺបាននិយាយប្រាប់លោក Gaiden ថាប្រញាប់ឡើងញ៉ាំវាទៅខ្ញុំដឹងថាវាជាចំណីឆ្មាប៉ុន្តែលោកត្រូវបង្ខំខ្លួនឯងញ៉ាំវាដើម្បីសុខភាពរបស់លោកហើយលោក Gaiden នោះវិញគឺបន្តអត់មុខចុះគឺរៀងអន់ចិត្តទៅហើយគឺអត់បានញ៉ាំចំណីមនុស្សទេគឺញ៉ាំចំណីសត្វបន្ទាប់មកលោក Gaiden ក៏បានដកដង្ហើមធំក៏ប៉ុន្តែស្រាប់តែមួយសន្ទុះមកស្រាប់តែលឺតែញ៉ាំ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 តែមកលោក Gaiden បាននិយាយក្នុងចិត្តថាខ្ញុំប្រហែលជាមិនញ៉ាំវាទេបើសិនជាខ្ញុំមិនឃ្លាននោះក៏ប៉ុន្តែខ្ញុំឃ្លានហើយតែជីវរបស់យើងនេះវិញពេលដែលឃើញហើយគឺបាននិយាយទេបានតែសើចហ្នឹងហើយដូចបានឃើញអញ្ចឹងគឺពួកគេកំពុងតែរីករាយជាមួយនឹងអាហារពេលយប់របស់ពួកគេដោយឮសម្ដីគ្រប់ក្រាប់គ្រប់ញ៉ាំញ៉ាំញ៉ាំហើយស្របពេលដែលឆ្មាបិសាចរបស់យើងនោះគឺកំពុងតែដេកយ៉ាងរំភើយក៏ប៉ុន្តែអំឡុងពេលពួកគេកំពុងតែរីករាយជាមួយនឹងអាហារពេលយប់របស់ពួកគេនោះគឺសាច់តែមានធម្មពលមួយដែលយើងបានឃើញអញ្ចឹងគឺរាងក្រហមថងខ្មៅក្រហមហ្នឹងហោះនៅជុំវិញតំបន់នោះជាពិសេសនៅគឺជុំវិញផ្ទះរបស់គេដែលធ្វើឲ្យលោក Gaiden មួយរំពេចនោះគឺចាស់អារម្មណ៍មែនតែនហើយដោយធ្វើមុខបែបពើម៉ាត់ហើយបានគិតក្នុងចិត្តថានេះជាកម្លាំងធាតុអ្វីហ្នឹងខ្ញុំបានចាប់ដល់វាតើសោះមុននឹងបន្តិចក៏ព្រោះដោយសារតែធម្មពលរបស់ខ្ញុំគឺចុះខ្សោយហើយរាល់ធម្មពលគឺបន្តនៅជុំវិញផ្ទះរបស់ជីវូនោះដដែលហើយលោក Gaiden នោះក៏បន្តគិតទៀតថាវាកំពុងតែសាយភាយវិញផ្ទះហ្នឹងហើយធម្មពលនេះគឺវាមិនធម្មតានោះទេ
កំឡុងពេលដែលលោក Gaiden កំពុងតែសង្ស័យជាមួយនឹងថាមពលដែលនៅជុំវិញផ្ទះនោះពរំពេចនោះសតតែមានភ្នែកមួយកំពុងតែបើកឡើងជាមួយនឹងពណ៌ក្រហមរបស់វាហ្នឹងគួរឲ្យខ្លាចមែនទែនហ្នឹងហើយអ្នកគ្នាភ្នែកនេះដែរគឺភ្នែករបស់ឆ្មាបិសាចរបស់យើងហ្នឹងដែលវាភ្ញាក់ដឹងខ្លួនមកវិញបន្ទាប់ពីវាបានទទួលនៅថាមពលដែលហោះនៅជុំវិញផ្ទះរបស់ Chiwu ហ្នឹងពរំពេចភ្លាមនោះដែរគឺវាបានក្រោកឡើងហើយលោក Gaiden ក៏ឃើញនោះក៏បាននិយាយថាចុំកើតអីវាលោក Gaiden គឺកំពុងតែមើលឆ្មារីឯឆ្មានោះបន្ទាប់ពីបានក្រោកឈរហើយគឺបានលោតពេញផ្ទះ Chiwu តែម្ដងពុបប្រាក់គឺខ្ទេចអស់ហើយរបស់ក្នុងផ្ទះ Chiwu ហ្នឹងគឺបែកបាក់ខ្ទេចអស់ហើយបន្ទាប់ពីលោតចុះលោតឡើងក៏វាបានឃើញទ្វារដែលកំពុងតែចំហនោះវាក៏បានលោតចេញទៅតាមទ្វារនោះបាត់តែម្ដងដែលធ្វើឲ្យ Chiwu របស់យើងគឺធ្វើមុខបែបញាក់ផ្អើលមែនទែនដែលលោក Gaiden នោះវិញគឺធ្វើមុខបែបរៀងឆ្ងល់ហើយក៏បានគិតក្នុងចិត្តថាចុំវាកើតស្អីវារីឯ Chiwu របស់យើងក៏បាននិយាយទៅកាន់លោក Gaiden ថា Gaiden អាឆ្មានោះគឺវារត់បាត់ហើយលោក Gaiden ក៏បាននិយាយទៅវិញថាយើងឃើញហើយយើងមិនអាចភ្លេចបានទេរាល់សកម្មភាពដែលវាបានធ្វើវាដូចឈួតអញ្ចឹងហ្នឹងហើយលោក Gaiden ក៏បន្តនិយាយទាំងខឹងថាវាមិនគួរឲ្យជឿសោះថាឯងក្រោកបានលឿនបែបនេះអញ្ចឹងប្រហែលជាមកពីអាធម្មពលហ្នឹងហើយមួយរំពេចនោះដែរគឺឮសំឡេងក្រោកឈរឡើងដែលធ្វើឲ្យលោក Gaiden ឆ្ងល់ហ្នឹងហើយគឺសំឡេងនោះគឺសំឡេងរបស់ Chiwu ដែរគឺបានក្រោកឈរឡើងគឺជាមួយនឹងការកាន់មួតរបស់គាត់រីឯលោក Gaiden ក៏បាននិយាយសួរថាតើឯងកំពុងធ្វើអីហ្នឹងរីឯ Chiwu យើងក៏បានពាក់មួកហើយក៏បានឆ្លើយទៅវិញថាខ្ញុំត្រូវតែរកវាហើយវានៅអាក្រក់បើសិនវាទៅវាប្រហារនរណាម្នាក់រីឯលោក Gaiden បានសួរទៅវិញថាតើឯងចង់ទៅរកវាមែនឯងចង់ទៅប្រយុទ្ធមួយវាម្ដងទៀតមែនពីមុនវាល្អតែឥឡូវឯងមិនគួរលូកដៃចូលរឿងនេះទៀតទេម្យ៉ាងវិញទៀតអាឆ្មានោះវាមិនអាចផ្លាស់ប្ដូរទៅរូបរាងបិសាចដូចកាលពីមុនបាននោះទេហ្នឹងហើយគាត់លើបែបនោះដែរជួបាននិយាយថាអញ្ចឹងវាល្អហើយវាស្រួលហើយតែយកគេមកវិញខ្ញុំមានន័យថាវាតាមតែណាស់ដោយសារខ្ញុំជាមនុស្សដែលចូលចិត្តបារម្ភពីអ្នកដទៃបន្ទាប់មកជួក៏បានទាញមួកចុះហើយក៏បន្តនិយាយទៀតថាប៉ុន្តែខ្ញុំបារម្ភពីឆ្មានោះដូចគ្នាខ្ញុំមិនអាចឲ្យវាទៅវាប្រហារនរណាទៀតបាននោះទេរីឯលោកកែដែលនោះវិញគឺបានតាមតែធ្វើមុខបែបឆ្ងល់ទៅរកជីវូហើយក៏បាននិយាយថាអូខេយើងនឹងទៅជាមួយឯងហ្នឹងហើយគាត់លើកឯនោះភ្លាមធ្វើឲ្យជីវូស្បែកចិត្តមែនទែនហើយក៏បាននិយាយថាពិតមែនទេបន្ទាប់មកលោកកែដែលក៏បន្តនិយាយទៀតថាត្រូវហើយយើងក៏កំពុងតែឆ្ងល់តាឆ្មានោះវាប្រែជាបែបនោះដោយរបៀបណាហើយយើងក៏បានបារម្ភពីអាធម្មពលដែលនៅខាងក្រៅនោះដែរតើវានឹងទៅជាយ៉ាងណាជប់យល់ច្រឡំទៅហ្នឹងហើយបន្ទាប់មកក៏បានត្រឡប់ទៅជីវូហើយក៏បាននិយាយទៀតថាកុំគិតថាយើងបារម្ភពីឯងឯសោះហ្នឹងហើយជីវូរបស់យើងគឺអត់បានខ្វល់អីទេបាននិយាយថាអរគុណហើយខ្ញុំមានអារម្មណ៍ថាល្អប្រសើរហើយនៅពេលដែលដឹងថាលោក Eden គឺទៅជាមួយនឹងខ្ញុំលោក Eden បាននិយាយទៅវិញថាបានហើយជប់និយាយទៅហើយតាមមកយើងមកហ្នឹងហើយបន្ទាប់ពីនិយាយគ្នាចប់នោះគឺពីរអ្នកគេក៏បានចាប់ដើមរត់ចេញទៅក្រៅដើម្បីទៅស្វែងរកឆ្មានោះផងដែរហើយរឿងរបស់យើងបានកាត់មកខាងក្រៅនេះដែរគឺថាប្រពន្ធនោះគឺកំពុងតែនៅជាមួយផ្ទះរបស់ Chiwun ក៏ប៉ុន្តែយើងក៏បានលើសម្លេងរបស់លោក Eden ថាយើងប្រាប់ឯងហើយមកឯងយកច្រឡំពីយើងរីឯ Chiwun បានឆ្លើយថាបាទលោកខ្ញុំមិនច្រឡំនោះទេអ្នកនរគ្នាអរគុណច្រើនវីដេអូវគ្គនេះដែរគឺសូមចប់តែនឹងហើយសូមអ្នកនរគ្នាបានរីករាយនៅវគ្គថ្មីដែរហើយមុននឹងចប់ដែរគឺសូមអ្នកនរគ្នាបានជួយ Subscribe មកលើ Channel របស់ខ្ញុំផងមិនលះ Like ឬក៏ Comment អ្វីក៏បានដែរអ្នកនរគ្នាអរគុណច្រើនបាយបាយ